កុំតន់ចង់ជាប់បាក់ឌុបប្រសិនជាអ្នកមិនតមានទម្លាប់មួយនេះគ្រាយើងភាគច្រើនគឺពួកគាត់ចង់ដឹងតាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការដណ្ដេញមេរៀនឆាប់ចាំវិធីសាស្ត្រនៅក្នុងការធ្វើលំហាត់ឬមួយក៏វិធីសាស្ត្រនៅក្នុងការរៀនមុខវិជ្ជាផ្សេងដែលពួកគាត់ត្រូវប្រឡងបាក់ឌុបជាដើមប៉ុន្តែគ្រាយើងហាក់បីដូចជាកំពុងតែមើលរំលងរឿងមួយនោះគឺទម្លាប់រៀនជារៀងរាល់ថ្ងៃតាមពិតទៅការដែលយើងចង់ដឹងក៏ដូចជាចេះទៅស្រាវជ្រាវស្វែងរកវិធីសាស្ត្រល្អៗសម្រាប់យកមកជំនួសទៅដល់ការសិក្សារបស់យើងខ្ញុំគិតថានេះគឺជារឿងមួយដែលល្អខ្លាំងមែនទែនសម្រាប់គ្នាយើងប៉ុន្តែខ្ញុំចង់ប្រាប់ទៅកាន់អ្នករៀនថានេះមិនមែនជាជំហានដំបូងហើយនេះក៏មិនមែនជារឿងចាំបាច់ដែលយើងត្រូវតែធ្វើមុនគេដែររឿងដែលចាំបាច់ហើយជារឿងដែលយើងត្រូវតែធ្វើមុនរឿងណាទាំងអស់ទៀតនោះគឺជាការបង្កើតទម្លាប់រៀនឲ្យបានជារៀងរាល់ថ្ងៃនៅពេលដែលយើងទទួលបាននៅវិធីសាស្ត្ររៀនល្អៗតាមរយៈការចែករំលែករបស់លោកគ្រូអ្នកគ្រូរបស់យើងឬមួយក៏តាមរយៈរៀមច្បងរបស់យើងឬមួយក៏តាមរយៈ content creator ជាច្រើនអ្នកដែលពួកគាត់បានបង្កើតជាវីដេអូនិយាយតាក់ទិនជាមួយនឹងការសិក្សារៀនសូត្រនេះផងដែរអញ្ចឹងបើសិនជាអ្នកនរចង់យកនៅវិធីសាស្ត្រដែលពួកគាត់បានចែករំលែកយកមកអនុវត្តឲ្យទទួលបានសមិទ្ធផលល្អលុះត្រាណាតែយើងមានទម្លាប់រៀនជាមុនសិនខ្ញុំធ្លាប់ឆ្លងកាត់អ្នកនរតាក់ទងជាមួយនឹងបញ្ហាដែលយើងមិនទាន់មានទម្លាប់រៀនហើយយើងទៅព្យាយាមស្វែងរកនៅវិធីសាស្ត្ររៀនល្អដើម្បីមកជំនួយទៅដល់ការសិក្សារបស់យើងខ្ញុំទីអត់ថាបើសិនជាយើងដឹងពីវិធីសាស្ត្រនៅក្នុងការទន្ទិញមេរៀនឆាប់ចាំប៉ុន្តែយើងមិនទាន់មានទម្លាប់រៀនទេយើងអ្នកនេះចំណាំមើលនៅពេលដែលយើងមិនទាន់មានទម្លាប់រៀនហើយយើងទៅអនុវត្តនៅវិធីសាស្ត្រអស់ទាំងហ្នឹងជាក់ស្ដែងគឺយើងអត់អាចអនុវត្តវាបានជាប់ជាក់លាក់ទេហើយយើងខ្លះគឺពួកគាត់អនុវត្តបាន2-3ថ្ងៃពួកគាត់ឈប់មួយថ្ងៃ2ថ្ងៃឬមួយក៏យើងខ្លះទៀតពួកគាត់អនុវត្តបានមួយសប្តាហ៍អញ្ចឹងទៅពួកគាត់ក៏បោះបង់ចោលមួយថ្ងៃ2ថ្ងៃទៀតអីចឹងទៅចា៎នេះវាក៏ប្រៀបដូចជាចម្លើយមួយដែលសម្រាប់ឆ្លើយទៅកាន់គ្នាយើងខ្លះគឺពួកគាត់មានចម្ងល់ឆ្ងល់ថាពេលខ្លះទៅគឺពួកគាត់ដឹងច្រើនខ្លាំងមែនតើតាក់ទងជាមួយនឹងការអានឆាប់ចាំការធ្វើលំហាត់ឆាប់ចេញអីចឹងទៅប៉ុន្តែនៅពេលដែលពួកគាត់យកវាយកអនុវត្តហាក់បីដូចជាអត់មានទទួលបានសមិទ្ធផលអ្វីជាផ្លែផ្កាតតែសោះអញ្ចឹងដូចតែខ្ញុំបាននិយាយពីខាងដើមវីដេអូអញ្ចឹងថាជំហានដំបូងរបស់យើងគឺយើងត្រូវតែបង្កើតទម្លាប់រៀនឲ្យបានជារៀងរាល់ថ្ងៃជាមុនសិនអញ្ចឹងខ្ញុំចង់ចែករំលែកត្រួសតាក់ទងជាមួយនឹងការចាប់ផ្ដើមនៅក្នុងការបង្កើតទម្លាប់រៀនដំបូងជូនទៅកាន់គ្នាយើងដែលពួកគាត់មិនទាន់មានទម្លាប់រៀនជារៀងរាល់ថ្ងៃអញ្ចឹងគ្នាយើងអាចចាប់ផ្ដើមរៀនក្នុងរយៈពេលមួយថ្ងៃត្រឹមតែ2ម៉ោងឲ្យសិនទៅបានហើយអញ្ចឹងដំបូងឡើយយើងដាក់ម៉ោងតិចសិនទៅខ្ញុំមិនចង់ឲ្យអ្នកគ្នាចាប់ផ្ដើមពេលដំបូងនោះជាមួយនឹងរយៈពេលរៀនយូរទេពេលខ្លះទៅវាអាចធ្វើឲ្យយើងធុញឬមួយក៏អាចធ្វើឲ្យយើងបោះបង់ក៏អាចថាបានដែរអញ្ចឹងយើងអាចចាប់ផ្ដើមជាមួយនឹងរយៈពេល2ម៉ោងក្នុងមួយថ្ងៃអញ្ចឹងទៅយើងអ្នកនេះអាចអនុវត្តវាជារៀងរាល់ថ្ងៃកុំឲ្យខានមួយថ្ងៃណាសោះយើងនៅពេលដែលយើងអនុវត្តទៅយើងមានអារម្មណ៍ថាយើងហាក់បីដូចជាស៊ាំជាមួយក៏យើងអាចទទួលយកបាននៅរយៈពេល2ម៉ោងហ្នឹងអញ្ចឹងយើងអាចបូកបន្ថែមម៉ោងទៀតថែមកន្លះម៉ោងឬក៏ថែម1ម៉ោងទៀតអញ្ចឹងទៅអញ្ចឹងបានន័យថាមួយថ្ងៃយើងរៀន3ម៉ោងអញ្ចឹងទៅអាហ្នឹងយើងអាចតម្លើងម៉ោងបានបើសិនជាយើងមានអារម្មណ៍ថាអូរយៈពេលម៉ោងប៉ុណ្ណេះគឺយើងអាចទទួលយកបានហើយអញ្ចឹងយើងបូកម៉ោងបន្ថែមទៀតទៅហើយមួយវិញទៀតគឺខ្ញុំអត់ចង់ឲ្យអ្នកគិតច្រើនទេរៀងខ្លះគឺពួកគាត់គិតថាតើតាមានការវិភាគទើបអាចឲ្យពួកគាត់នឹងចាប់ដើមរៀននៅខ្លួនឯងបានបើសម្រាប់ខ្ញុំគិតថាគឺយើងមិនទាន់ចាំបាច់គិតទៅដល់ដំណាក់កាលមួយហ្នឹងទេគ្រាន់តែគ្នាយើងអាចអង្គុយហើយផ្ដោតអារម្មណ៍រៀនបានល្អនេះគឺជាជោគជ័យមួយរបស់អ្នករៀននៅក្នុងដំណាក់កាលដំបូងហ្នឹងហើយអញ្ចឹងសរុបមកវិញអត្ថន័យនៅក្នុងវីដេអូនេះគឺខ្ញុំចង់ប្រាប់ទៅកាន់អ្នករៀនថាជំហានដំបូងរឿងដំបូងដែលយើងត្រូវតែធ្វើមុនគេបង្អស់គឺយើងត្រូវតែបង្កើតទម្លាប់រៀនឲ្យបានជារៀងរាល់ថ្ងៃជាមុនសិនអញ្ចឹងសម្រាប់វីដេអូនេះក៏ខ្ញុំអត់មានអីត្រូវបន្ថែមច្រើនពីលើនឹងទៀតដែរហើយក៏សូមអរគុណគ្នាយើងដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់តទៅនេះខ្ញុំបាទម៉ៅប៊ូនីសូមអរគុណសូមជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ